រឿងការសាមគ្គីរបស់ស្រមោចរដូវវស្សាបានចូលមកដល់ស្រមោចបានប្រមូលគ្នាទៅធ្វើស្រែមេស្រមោចមួយដឹកនាំក្រុមដើម្បីរៀបចំប្រដាប់ប្រដាទៅធ្វើស្រែនៅតាមផ្លូវស្រមោចមួយគោះទ្វារផ្ទះបងជ្រូកតុកបងជ្រូកបើកទ្វារមកបងពួកយើងមកបបួលបងទៅធ្វើស្រែជាមួយពួកយើងពេលបានផលយើងនឹងចែកគ្នាស្មើជ្រូកមេក៏ចេញមកទាំងការស្ងាត់ហើយនិយាយអូស្រមោចទេណែអូយខ្ញុំឈឺពោះណាស់មិនអាចទៅស្រែជាមួយស្រមោចឯងបានទេអូយស្រមោចដឹងយ៉ាងច្បាស់ថាជ្រូកធ្វើពុតជាឈឺក៏នាំគ្នាបន្តដំណើរទៅមុខទៀតទៅដល់ផ្ទះបងទាស្រមោចគោះទ្វារហៅតុកបងទាបើកទ្វារមកបងពួកយើងមកបបួលបងទៅធ្វើស្រែជាមួយពេលបានផលយើងនឹងចែកគ្នាស្មើទាបើកទ្វារចេញមកទាំងនិយាយអូស្រមោចទេណែបងគ្រុនក្តៅ2-3ថ្ងៃហើយមិនអាចទៅជាមួយប្អូនបានទេអូយបងចូលទៅក្នុងវិញហើយស្រមោចដឹងយ៉ាងច្បាស់ថាទាធ្វើពុតជាគ្រុនក្តៅក៏បន្តដំណើរទៅមុខទៀតទៅដល់ស្រែស្រមោចនិងកូនចៅញាប់ដៃញាប់ជើងចែកការងារគ្នារៀងខ្លួនស្រមោចពីរក្បាលមៀតធំក្រអាងជាងគេតឹមនឹងនង្គ័លហើយស្រមោចមួយទៀតទប់នង្គ័លពីក្រោយកូនស្រមោច4ក្បាលដើរបោចស្មៅចេញយ៉ាងញាប់ដៃញាប់ជើងស្រមោច4ក្បាលទៀតព្រោះស្រូវតាមក្រោយគេធ្វើការផងច្រៀងលេងផងយ៉ាងសប្បាយរីករាយដោយមិនមានការនឿយហត់មិនយូរប៉ុន្មានពួកគេព្រោះគ្រាប់ស្រូវហើយអស់ស្រមោចទាំងនោះនាំគ្នាធ្វើកូនខ្ទមមួយនៅចាំថែទាំស្រូវរបស់គេស្រូវចាប់ផ្ដើមចេញពន្លកខៀវស្រងាត់ពេញវាលស្រែស្រមោចមើលថែទាំទឹកដាក់ជីធម្មជាតិដែលគេខិតខំធ្វើទុកជាយូរមកហើយស្រូវរបស់ស្រមោចលូតលាស់យ៉ាងឆាប់រហ័សពួកគេសប្បាយចិត្តណាស់ដល់ពេលប្រមូលផលពួកគេចែកការងារគ្នាបន្តទៀតខ្លះច្រូតខ្លះចិញ្ចូនកណ្ដាប់ខ្លះបោកកណ្ដាប់ខ្លះទៀតប្រមូលស្រូវដាក់ការុងដើម្បីយកទៅផ្ទះរបស់ពួកគេមិនយូរប៉ុន្មានការងារស្រែចម្ការរបស់ស្រមោចបានរួចរាល់អស់ពួកគេរៀបចំទុកដាក់ស្រូវនៅក្នុងចង្រុកយ៉ាងមានរបៀបថ្ងៃនេះគេធ្វើពិធីជប់លៀងមួយយ៉ាងធំស្រមោចធ្វើអាហារពិសេសជាច្រើនមុខមានភ្លេងកំដរនិងរាំកម្សាន្តយ៉ាងសប្បាយរីករាយជ្រូកនិងទាលបអើតមើលតាមរបងជ្រូកនិយាយទៅទាបើកាលនោះយើងនាំគ្នាទៅធ្វើស្រែដែរម្លេះយើងនឹងបានសប្បាយដូចស្រមោចជាមិនខានហើយក៏មិនរស់នៅក្នុងភាពអត់ឃ្លានដូចនេះដែរទាតបមែនហើយបងចាប់ពីពេលនេះទៅខ្ញុំនឹងកែទម្លាប់ខ្ជិលច្រអូសរបស់ខ្ញុំចេញហើយ